ចេញមកពីធ្វើការវិញនឹងពុបប៉ាប់បងប្អូនហើយគឺរៀបចំអាំងសាច់ដើម្បីរៀបចំបុកគ្រឿងខ្មៅដោយប្រិមិត្តពុកម៉ែបងប្អូនធ្លាប់មើលវីដេអូខ្ញុំមុនហ្នឹងគឺការងារគ្មានអីក្រៅពីការងារផ្ទះទេវីដេអូនីមួយថ្ងៃនេះមកធ្វើការបង្ហាញអំពីសកម្មភាពមួយចំនួនតិចតួចដែលតាក់ទងទៅនឹងសកម្មភាពរៀបចំបុកគ្រឿងខ្មៅសាជាថ្មីទៀតហើយដោយសារបងស្រីនៅពីណែចង់រននឹកអត់ឃើញប្រិមិត្តនៅឆ្អោកនោះគាត់បងប្អូនខ្ញុំនឹងបងស្រីសុកនីគាត់ធ្វើការលក់ដូរមានបន្លែត្រីសាច់អីនៅកន្លែងចកាចន្ទីចកាកស៊ូអីចឹងណាដល់ចឹងទៅគាត់លក់ផ្សំទៅឃើញខ្ញុំផុសទៅមានគ្រឿងខ្មៅគ្រឿងអីហ្នឹងក៏គាត់ទិញយកទៅលក់បន្តទៅណាហើយការដែលគាត់កំងលើកមុនហ្នឹង10គីឡឥឡូវហ្នឹងគាត់លក់អស់ហើយនៅសល់នេះតិចតួចគាត់យក15គីឡថែមទៀតខ្ញុំក៏ធ្វើការបុករៀបចំជូនទៅឲ្យគាត់ហើយជាមួយនឹងប្រពន្ធហ្នឹងគឺថាมันមានពេលសម្រាកទេបងប្អូនណាចេញមកពីធ្វើការភ្លាមហ្នឹងគឺពុបប៉ាប់ទម្រាំបាន4 10 20គីឡ30គីឡហ្នឹងគឺថាតលម៉ោង10តាំងពីម៉ោង5កន្លះចេញមកម៉ោង10យប់អីនោះបានហើយពីព្រោះថាវាគ្រឿងក្រិចនោះវាច្រើនដូចប្រិមិត្តពុកម៉ែបងប្អូនណាមានខ្លះលីងខ្លះបុកខ្លះអាំងខ្លះដុតច្រើនមុខមែនទែនតម្រាំបានរៀបចំវិចខ្ចប់ជូនបងប្អូនយើងសម្រាប់យកទៅលក់ឬក៏បងប្អូនយើងដែលទិញយកទៅពិសាហ្នឹងណាបាទចឹងទេគឺធ្វើដោយឲ្យមានអនាម័យហើយផ្ចិតផ្ចង់ឈ្ងុយឆ្ងាញ់រសជាតិគឺថាឆ្ងាញ់តែម្ដងអញ្ចឹងបើបងប្អូនត្រូវការបងប្អូនអាចកំងបានព្រោះស្តុកហ្នឹងខ្ញុំធ្វើបានតិចទេបងប្អូនហើយអរគុណ ម្ដងមិញអូនយកបានហើយម្ដងស្តុកមិញអីបងទទួលបានបងទទួលលុយ